សុភាគឺជាក្មេងស្រីម្នាក់រៀននៅថ្នាក់ទី8ដោយសារតែគ្រួសាររបស់នាងបានផ្លាស់ប្ដូរទីលំនៅពីទីក្រុងមករស់នៅជាក្រុងគ្រួសាររបស់នាងបានទិញផ្ទះថ្មីមួយទៀតដែលនៅជាក្រុងហើយក៏ផ្លាស់ប្ដូរពីទីក្រុងទៅនៅជាក្រុងផ្ទះរបស់នាងដែលទិញថ្មីនោះគឺជាផ្ទះដែលគេបានទុកចោលអស់ជាច្រើនខែពេលដែលមកដល់ផ្ទះដំបូងគឺគាត់បានរៀបចំផ្ទះសម្បែងស្អាតបាតយ៉ាងដើម្បីរស់នៅម្ដងទៀតហើយសុភាឃើញមានកញ្ចក់មួយក្នុងបន្ទប់ទឹកកញ្ចក់យ៉ាងចាស់ហើយមានស្នាមគូសខ្វែងមានស្នាមឆ្កូតហើយសុភាព្យាយាមជូតសម្អាតវាដែរប៉ុន្តែវាអត់រលប់វានៅតែមានស្នាមឆ្កូតរហូតជាទូទៅពេលដែលយប់ដែលគ្រួសាររបស់សុភាដេកលក់ស្ងប់ស្ងាត់សុភាតែងតែក្រោកមកបត់ជើងតូចនៅក្នុងបន្ទប់ទឹកហើយកញ្ចក់មួយនឹងគឺស្ថិតនៅក្នុងបន្ទប់ទឹករបស់សុភារឿងដែលគួរឲ្យចាប់អារម្មណ៍រឿងដែលគួរឲ្យរន្ធត់ដែលមិននឹកស្មានពេលដែលនាងថ្ងៃមួយនឹងសុភាក្រោកមកដោយសពដល់ម៉ោង12រំលងអាត្រៀតនាងចាប់ដើមសម្លឹងទៅមើលកញ្ចក់នៅក្នុងបន្ទប់ទឹករបស់នាងរំពេចនោះស្រាប់តែនាងបានឃើញមាននារីម្នាក់សក់វែងឈរនៅពីក្រោយខ្នងរបស់នាងហើយសម្លឹងមករកនាងនៅក្នុងកញ្ចក់ប៉ុន្តែសុភាងាកក្រោយវិញអត់បានឃើញទេអត់មានឃើញអ្វីទាំងអស់កញ្ចក់នោះបង្ហាញរូបនាងជាមួយនឹងស្រីម្នាក់ដែរពេលដែលនាងឆ្លោះទៅកញ្ចក់នាងឃើញរូបនាងហើយនឹងស្រីម្នាក់នឹងប៉ុន្តែពេលដែលនាងងាកក្រោយគឺអត់ឃើញទេពេលនោះសុភាមានការភ័យខ្លាចជាខ្លាំងប៉ុន្តែសុភាជាមនុស្សរឹងមាំអាចតាំងស្មារតីស្ងប់ស្ងាត់បានសុភាក៏ដើរទៅបន្ទប់គេងវិញធម្មតាប៉ុន្តែព្រឹកឡើងថ្ងៃអាទិត្យសុភាក៏សម្រេចចិត្តទៅសួរអ្នកជិតខាងដើម្បីដឹងរឿងពីប្រវត្តិកញ្ចក់នោះនាងបានសួរអ្នកជិតខាងហើយអ្នកជិតខាងប្រាប់ថាផ្ទះនេះពីមុនមានម្ចាស់ស្លាប់ហើយក៏គ្រួសារគេរើចេញក៏លក់ផ្ទះនឹងទៅពេលដែលបានឮបែបនេះសុភាមានការភ័យខ្លាចជាខ្លាំងនាងព្យាយាមយកកញ្ចក់នោះលាក់ទុកកុំឲ្យឃើញនៅក្នុងបន្ទប់ទឹករបស់នាងព្យាយាមយកលាក់ហើយកញ្ចក់នោះប៉ុន្តែកញ្ចក់នោះតែងតែឃើញបង្ហាញនៅលើបន្ទប់ទឹកនឹងរហូតសុភាពេលនោះទ្រាំលែងបានក៏បានប្រាប់ឪពុកម្ដាយរបស់នាងឪពុកម្ដាយរបស់សុភាក៏សម្រេចចិត្តរើលំនៅឋានចេញពីផ្ទះនោះទៅនៅទីក្រុងកន្លែងពីមុនវិញដោយសារតែសុភាសុំអង្វរតែរឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតរឿងដែលគួរឲ្យរន្ធត់បំផុតនោះពេលដែលសុភារើផ្ទះផ្លាស់លំនៅមកនៅទីក្រុងវិញនាងតែងតែឃើញរូបស្រីម្នាក់នឹងនៅក្រោយនាងជារៀងរហូតពេលដែលនាងឆ្លងកញ្ចក់ទោះបីជាកញ្ចក់នោះកញ្ចក់ថ្មីនៅផ្ទះថ្មីក៏ដោយក៏ឃើញរូបនាងនឹងរហូតចឹងធ្វើឲ្យសុភាមានការភ័យខ្លាចជាខ្លាំងហើយរឿងនេះក៏បានបញ្ចប់ត្រឹមនឹងដោយសារតែរឿងនេះគ្រួសាររបស់នាងបានឃើញហើយបានដឹងហើយមានការអាណិតសុភាយ៉ាងខ្លាំងក៏សម្រេចចិត្តនាំសុភាទៅស្រោចទឹកដើម្បីកាត់គ្រោះចេញបន្ទាប់ពីសុភាបានស្រោចទឹកកាត់គ្រោះរួចហើយចាប់ពីពេលនឹងមកសុភាលែងឃើញមនុស្សស្រីនៅក្នុងកញ្ចក់ឈរពីក្រោយនាងរហូតបាទបងប្អូនអរគុណច្រើនគួយដែលចំណាយពេលស្ដាប់រឿងនេះអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយរឿងថ្មីទៀត